Bà sụt sợi ông bộ nạc nê chân như cái dương miền cho mùi nâng sầm bọ iPhone đập Pearl Proแต่สมบอนี่มันไม่ใช่สมบอซิมเด้คือสมบอที่ยังตรงคือการดำลัง iPhone XS Max ตัวเชีย iPhone ดำ Pearl Pro ចឹងគឺថាមើលទៅគឺវាចែងចាំងខ្លាំងទេចាំងភ្នែកតែម្ដងចឹងសម្រាប់ពណ៌នេះគឺថាគេពេញនិយមចឹងយើងធ្វើការដំឡើងជាមួយនឹងពណ៌នឹងតែម្ដងទៅចឹងមើលទៅរូបរាងរបស់វាគឺថាចែងចាំងចឹងបន្ទាប់មកយើងចាប់ផ្ដើមធ្វើការចូលជាមួយនឹងប៊ូតុង volume សំឡេងដើម្បីធ្វើការចាប់ចូលទៅលើទូហើយយើងគប់ជាមួយនឹងកលឹះវាចូលទៅដើម្បីឲ្យវាជាប់ជាមួយនឹងទូចឹងចំពោះការដាក់នេះគឺថាវាមិនមានការលំបាកអីទេគឺយើងដាក់វាទៅតាមកលឹះរបស់វាទៅដើម្បីឲ្យវាចូលតាមងាំរបស់វាអញ្ចឹងវាជាប់បានល្អហើយចាប់ផ្ដើមយកជាមួយនឹងកន្លែងហ្នឹងគេហៅថាជើងសម្រាប់ចាក់ជាមួយជើងស៊ីមអញ្ចឹងបើកាលណាយើងអត់ដាក់ហ្នឹងទេគឺថាទៅពេលដែលយើងចាក់ស៊ីមទៅគឺវាជ្រៅអញ្ចឹងទៅពេលដែលយើងដាក់ហ្នឹងយើងចាក់តែគេថាជើងស៊ីមគឺវាចេញមកក្រៅហើយចឹងយើងចាប់ផ្ដើមចាប់ជាមួយនឹងល្បាដែកសម្រាប់ចាប់អេក្រង់ចឹងយើងចាប់ផ្ដើមធ្វើការមួលខ្ចៅវាទៅហើយនេះគឺជាខ្សែ power ជាមួយនឹងខ្សែ flash ចឹងខ្សែនេះគឺថាវាមានមកជាមួយតួស្រាប់ហើយចឹងខ្សែចាស់វាគឺយើងប្រើអត់កើតទេចឹងយើងប្រើជាមួយនឹងខ្សែថ្មីហើយយើងធ្វើការចាប់ជាមួយនឹងខ្សែ Wi-Fi ហើយសម្រាប់ខ្សែមួយនេះគេហៅថាខ្សែសេវាចឹងយើងត្រូវការចាប់វាចូលបើកាលណាយើងអត់ដាក់វាចូលក៏ធ្វើឲ្យទូរស័ព្ទរបស់យើងគឺថាខ្សោយសេវាចឹងយើងប្រើការទៅក៏វាល្អល្អួលវាអត់ដំណើរការស្រួលទេចឹងយើងចាប់ផ្ដើមចាប់ជាមួយនឹង volume សំឡេងជាមួយនឹងប៊ូតុងញ័រហើយសម្រាប់ផ្នែកខាងក្រោមនេះគឺជាជើងសាកចឹងយើងធ្វើការចាប់ខ្ចៅចូលទៅហើយចំពោះជើងសាកនេះមុននឹងយើងដាក់គឺយើងត្រូវធ្វើការតេស្តវាសិនដើម្បីដឹងថាជើងសាកនឹងវាសាកចូលឬមួយក៏វាមានឆ្លងកន្លែងណាឬក៏អត់ចឹងយើងចាប់ផ្ដើមយកជាមួយនឹងដុំញ័រដើម្បីធ្វើការគប់ចូលជាមួយនឹងខ្សែជើងសាកដើម្បីបញ្ជូនភ្លើងទៅកាន់ម៉ាស៊ីនហើយម៉ាស៊ីន IPG ជាមួយនឹងដុំញ័រហ្នឹងឲ្យវាដើរចឹងបន្ទាប់ពីយើងដាក់ដុំញ័រហើយយើងធ្វើការដាក់ជាមួយនឹងឧបល័រចូលមកហើយយើងធ្វើការចាប់ខ្ចៅវាពី3ហ្នឹងហើយចំពោះការតឡើងសេរីនេះគឺថាវាមិនលំបាកអីទេដោយសារតែយើងដំឡើងពីសេរីទាបទៅសេរីខ្ពស់ចឹងវាមិនស្មុគស្មាញដូច7 Pro Sync ទេចឹងយើងធ្វើការចាប់ជាមួយនឹងខ្ចៅហើយយើងធ្វើការលើកជាមួយនឹងម៉ាស៊ីនដើម្បីដាក់ចូលទៅកាន់តួរបស់យើងចឹងយើងធ្វើការចាប់ខ្ចៅម៉ាស៊ីនទៅដើម្បីឲ្យវាជាប់ជាមួយនឹងតួហើយនេះគឺជាកាមេរ៉ាចឹងកាមេរ៉ានេះគឺវាមានប្រហោងតែមួយទេចឹងវាអាចដើរតែគុណមួយទេប៉ុន្តែយើងចាប់លទ្ធផលថាវាដើរគុណ1ឬក៏ដើរគុណ2ចឹងយើងចាប់ផ្ដើមធ្វើការគប់ជាមួយនឹងស្នាប់កាមេរ៉ាមុខស្នាប់ power ស្នាប់កាមេរ៉ាក្រោយហើយនឹងស្នាប់ជើងសាកហើយស្នាប់ flash ខាងមុខហើយនឹងស្នាប់ sensor ខាងមុខសម្រាប់ចាប់ទៅលើមុខងារ scan មុខចឹងយើងចាប់ផ្ដើមគប់វាចូលឲ្យអស់ទៅហើយខាងលើនេះគឺស្នាប់ខ្សែសេវាជាមួយនឹងស្នាប់ខ្សែ Wi-Fi អញ្ចឹងបន្ទាប់មកយើងយកជាមួយនឹងប៉ាងដែកចឹងប៉ាងដែកនេះគឺយើងត្រូវតែដាក់កាលណាដែលយើងអត់ដាក់ទេអាចនឹងធ្វើឲ្យស្នាប់សេវានិងស្នាប់ Wi-Fi វាបើកចឹងធ្វើឲ្យទូរស័ព្ទរបស់យើងវាបាត់មុខងារ Wi-Fi និងសេវាចឹងយើងចាប់ផ្ដើមយកការធ្វើការយកជាមួយនឹងអេក្រង់ហើយនឹងថ្មដាក់ចូលទៅដើម្បីយើងតេស្តទៅលើម៉ាស៊ីនចឹងយើងចាប់ផ្ដើមបើកម៉ាស៊ីន
ចឹងគឺថាម៉ាស៊ីននេះគឺវាដំណើរការហើយចឹងយើងចាប់ផ្ដើមជូតសម្អាតជាមួយនឹងឡានខាងក្រោយហើយយើងធ្វើការតេស្តទៅលើត្រង់ចឹងគេថាត្រង់វាគឺថាដើរស្មូតហើយចឹងយើងធ្វើការឆែកទៅលើមុខងារ general ដើម្បីដឹងថាមុខងារខ្លះវានៅដំណើរការឬក៏មុខងារខ្លះវាអត់ដំណើរការចឹងគឺថាមុខងារវាគឺទៅដំណើរការទាំងអស់ប៉ុន្តែសម្រាប់ម៉ាស៊ីននេះគឺថាវាអត់មាន scan ទេចឹងបន្ទាប់ពីយើងតេស្តហើយយើងចាប់ផ្ដើមចេញទៅក្រៅដើម្បីតេស្តជាមួយនឹងកាមេរ៉ាចឹងយើងធ្វើការតេស្តមើលទៅយ៉ាងគេថាគុណ1ដើរគុណ2ដើរប៉ុន្តែវាម្ដងដើរម្ដងអត់ដោយសារតែវាបាំងចឹងវាអាចចាប់បានទេវាចេញបានមកភ្លេងទេគេចឹងបន្ទាប់ពីយើងតេស្តហើយយើងធ្វើការចាប់ជាមួយនឹងប៉ាងកាមេរ៉ាចូលទៅដោយសារតែកាមេរ៉ាវាចេញស្អាតហើយចឹងយើងធ្វើការចាប់ខ្ចៅដើម្បីទុកជាមួយនឹងកាមេរ៉ាចឹងយើងធ្វើការចាប់ជាមួយនឹងប៉ាងចូលទៅដើម្បីទុកជាមួយនឹងស្នាប់របស់យើងហើយយើងធ្វើការលើកថ្មយកមកដាក់ចឹងបន្ទាប់ពីយើងដាក់ថ្មយើងធ្វើការគឹបជាមួយនឹងក្បាលថ្មទៅនឹងម៉ាស៊ីនហើយចំពោះ sensor គឺខ្ញុំអត់បានថតទេចឹងយើងវីដេអូឲ្យកាត់ទេចឹងយើងធ្វើការចាប់ប៉ាងចូលហើយយើងធ្វើការគឹបអេក្រង់ជាមួយនឹងតួដើម្បីឲ្យវាចូលគ្នាទៅហើយសម្រាប់មួយគ្រឿងនេះពេលដែលយើងដំឡើងហើយគឺថាពេញចិត្តទៅនោះសម្បីជាងក៏ស្រឡាញ់ដែរចឹងយើងធ្វើការបកថងអេក្រង់ចេញហើយយើងធ្វើការតេស្តលើក្រង់ភាសាទៀតចឹងយើងធ្វើការតេស្តទៅតាមមុខជាងនេះគេថាមិនបាច់មើលទេបាទសងតាមមុខសងក្បាលគឺថាដល់មក3ហើយអត់ទាន់បានបាយព្រឹកទេចឹងយើងធ្វើការតែទៅលើសំឡេងតែទៅលើបតុងញ័រហើយបតុងវេលាមសំឡេងចឹងយើងបើកបិទទៅចឹងគេថាវាដំណើរការចឹងតែប៉ុណ្ណឹងគឺថាលុយសុទ្ធទៀតហើយបាទ